ប្រពៃណីបន់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យទ្វារទសមាសដែលប្រជាជាតិខ្មែរនិយមធ្វើរាល់ឆ្នាំតាំងពីបុរាណកាលមកម្ល៉េះហើយខ្មែរយោងទៅតាមជំនឿផ្សេងៗដែលបានបន្តនៅក្នុងផ្នែកកំណត់ពីដើមរៀងមកចាស់បុរាណលោកបានប្រកាន់ជាប់ខ្លាំងណាស់នៅក្បួនច្បាប់និងតម្រាផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងពិធីបុណ្យចូលឆ្នាំខ្មែរមួយនេះប៉ុន្តែនាសម័យបច្ចុប្បន្នយុវជនមួយចំនួនហាក់មិនបានខ្វល់ខ្វាយនិងស្វែងយល់អំពីក្បួនច្បាប់តម្រាទាំងអស់នេះទាល់តែសោះគឺពួកគេបានត្រឹមតែចូលរួមលេងសប្បាយនៅក្នុងឱកាសនៃការប្រារព្ធកម្មវិធីម្ដងមានយុវជនខ្លះបានយកឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកជាការកម្សាន្តបែបហួសហេតុដើម្បីតែភាពល្បីល្បាញដើម្បីបម្រើតែអារម្មណ៍របស់ខ្លួនហើយពេលខ្លះវាថែមទាំងបង្កភាពអសន្តិសុខថែមទៀតផងរឿងរ៉ាវទាំងអស់នេះពិតជាបាននាំមកនូវឥទ្ធិពលយ៉ាងអាក្រក់ចំពោះសីលធម៌សង្គមរបស់ខ្មែរគ្មានភាពច្រងែងច្រងាងពេលលាអាវ៉ាសែដូចជាយុវជនសម័យនេះមួយចំនួននោះទេបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាឱកាសដ៏វិសេសវិសាលសម្រាប់ឲ្យមហាគ្រួសារខ្មែរបានត្រឡប់សម្រាកសម្រានកម្សាន្តកាយជុំគ្រួសារនៅទូទាំងប្រទេសជាឱកាសក្នុងការគោរពដឹងគុណឪពុកម្ដាយដែលជាព្រះព្រហ្មនៅក្នុងផ្ទះនិយាយដល់ចំណុចនេះកូនសិស្សម្នាក់របស់លោកគ្រូឧត្តមវចនៈរាសីក៏បានលើកដៃឲ្យក្រោកឡើងចោទសួរមកកាន់លោកគ្រូថាលោកគ្រូហេតុអ្វីបានជាលោកគ្រូនិយាយថាឪពុកម្ដាយរបស់ពួកយើងគឺជាព្រះព្រហ្មបើពួកគាត់គឺជាព្រះព្រហ្មមែនហេតុអ្វីគាត់មិននៅលើឋានសួគ៌បែរជាមកនៅលើដីដូចជាពួកយើងទៅវិញក្រោយពីបានស្ដាប់សំណួររបស់កូនសិស្សហើយលោកគ្រូរិស័យក៏បានឲ្យកូនសិស្សអង្គុយចុះរួចក៏បញ្យល់បន្ថែមទៀតថាអរគុណកូនដែលបានសួរសំណួរមួយនេះមកកាន់លោកគ្រូនេះគឺពិតជាសំណួរល្អខ្លាំងមែនទែនកូនចេះសួរកូនចេះឆ្ងល់គ្រូនឹងអធិប្បាយប្រាប់កូនទាំងអស់គ្នាឲ្យបាត់ឆ្ងល់នៅសំណួរមួយនេះដូចដែលយើងបានដឹងស្រាប់មកហើយអំពីដំណើរប្រវត្តិនៃការកកើតជាជំនឿរហូតក្លាយជាទំនៀមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមនុស្សភាគច្រើនបានដឹងថាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺបានកកើតចេញអំពីការភ្នាល់ដ៏ប្រសើរគ្នារវាងធម្មបាលកុមារដែលជាអាចារ្យមង្គលនៃប្រជាជនខ្មែរជាមួយនឹងកបិលមហាព្រហ្មដែលជាស្ដេចនៃទេវតានាដើមនៃភ័តកັບលោកគ្រូចង់ឲ្យកូនទាំងអស់គ្នាចាប់អារម្មណ៍ត្រង់ចំណុចមួយនៅក្រៅពេលដែលកបិលមហាព្រហ្មបានចាញ់ភ្នាល់ជាមួយធម្មបាលកុមារទ្រង់បានកាត់សេរសារបស់ខ្លួនដើម្បីបូជាថ្វាយសិរីបិខដែលធម្មបាលកុមារបានស្រាយចេញប៉ុន្តែសេរសារបស់កបិលមហាព្រហ្មគឺពុំអាចបោះបង់ចោលបានទៅណានោះទេក្នុងតម្រារបស់ខ្មែរគេបានសរសេរថាប្រសិនបើបោះសេរសារបស់កបិលមហាព្រហ្មចោលមកលើផែនដីនោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុភពផែនដីទាំងមូលនេះជាក់ជាមិនខានផ្ទុយទៅវិញប្រសិនបើបោះចោលទៅលើអាកាសនោះអំណាចនៃសេរសាកបិលមហាព្រហ្មនឹងនាំឲ្យរាំងភ្លៀងជួបគ្រោះទុរភិក្សជាក់ជាមិនខានប្រសិនបើបោះព្រះសេរសានោះចោលទៅក្នុងសង្ហាសមុទ្រនោះទឹកសមុទ្រនឹងប្រែជារីងស្ងួតហួតអស់គ្មានសល់អ្វីឡើយតើកូនទាំងអស់គ្នាដឹងទេនេះវាគ្រាន់តែជាប្រស្នារបស់កបិលមហាព្រហ្មតែប៉ុណ្ណោះដែលតាមក្បួនច្បាប់នៃលទ្ធិពុទ្ធនិយមគេបាននិយាយថាមាតាបិតាគឺប្រៀបបានទៅនឹងសេរសារបស់កបិលមហាព្រហ្មអញ្ចឹងកូនទាំងអង្គគ្នាត្រូវតែដឹងគុណមាតាបិតាគោរពស្រឡាញ់ថែរក្សាមាតាបិតាឲ្យអស់ពីចិត្តពីថ្លើមដើម្បីជាការតបស្នងសងគុណដល់គាត់ដែលបានចិញ្ចឹមបីបាច់ថែរក្សាពួកយើងតាំងពីតូចរហូតមកដល់ធំរហូតបានចូលរៀនមានចំណេះជំនាញរៀបការបង្កើតជាកូនពូជជាចៅដល់សប្តាហ៍ថ្ងៃនេះប្រសិនបើកូនណាម្នាក់រមើលគុណបោះបង់ចោលមាតាបិតាឬលោកឪពុកអ្នកម្ដាយកូនទាំងអស់នោះនឹងត្រូវលងលេចរលាយរលត់ហិនហោច
ក្លាប់សាពេញមួយជីវិតមិនអាចងើបមុខរួចឡើយប្រៀបបានតែនឹងការបោះសិរិសាក៏បើមហាព្រំចោលអញ្ចឹងដែរប្រសិនបើកូនបបបងចោលមិនថាទៅដល់ទីណាគឺវានឹងរលាយហិនហោចខ្លោចផ្សាដល់ទីនោះជំរឿនដ៏ល្អបំផុតនិងត្រឹមត្រូវគឺការថែរក្សាលោកអ្នកមានគុណរបស់យើងឲ្យបានដល់ទីបំផុតគឺដល់ថ្ងៃដែលលោកលាចាកចែកឋាននេះទៅកាន់បរមសុខប្រៀបបីដូចជាបុត្រីកបិលមហាព្រំទាំង7អង្គដែលនៅតែគោរពនិងថែរក្សាសិរសាកបិលមហាព្រំដែលជាបិតាជារៀងរាល់ឆ្នាំនេះហើយគឺជាប្រស្នាសិរសាកបិលមហាព្រំតើកូនទាំងអស់គ្នាបានយល់ហើយឬនៅគ្រានោះក្មេងៗនៅក្នុងថ្នាក់រៀនទាំងអស់ក៏បានឆ្លើយប្រងគ្នាថាយល់ហើយលោកគ្រូយល់ហើយលោកគ្រូខណៈនោះលោកគ្រូរិស័យក៏បានញញឹមដោយក្តីរីករាយហើយក៏បានសួរបកត្រឡប់ទៅវិញថាបើអញ្ចឹងតើកូនទាំងអស់គ្នាមានចម្ងល់អ្វីបន្ថែមទៀតដែរឬទេភ្លាមនោះសំឡេងដ៏ស្រទន់មួយក៏បានបន្លឺឡើងមកថាចាគឺមានតើលោកគ្រូអាចជួយបកស្រាយបន្ថែមបានទេ